ê nông chọc chan mà nè chan 30,000 ấy gì chan 30,000 cha buổi lại sẽ cái láng thay này ô mồm tê tao nấu ấy nhưng mà cha nói rồi láng thay láng đo mà chan 30,000 30,000 tại nhóm ta ấy cái nhóm 3,000 mấy nát gì đi lên nhau mà chan 30,000 รับតែខ្ញុំទេភីវិសេសឧស្សាហ៍ទៅវគ្គមុននោះតែខ្ញុំខានតែញ៉ាំគាត់យូរគាត់លេងមួយចាន 30,000 ហើយបើភ្ញៀវដទៃគឺមួយចាន 3,000 នេះបើភ្ញៀវដទៃគេញ៉ាំតែម្ទេសតិចតួចហើយខ្ញុំលេងម្ទេសម្ដងមកក្តាប់អញ្ចឹងអ៊ីថាអូខាតអើយម្ទេសច្រើនយ៉ាងនេះអ៊ីមិនចំណេញអញ្ចឹងគាត់តាមសំណុំពោរបស់អ៊ីអញ្ចឹងអ៊ីដាក់ខ្ញុំមួយចានមកទៅ 30,000 ក៏ 30,000 ទៅតែជាស្ដែងហូបឲ្យតែ 3,500 នេះថ្លៃម្ទេស 500 អូមានលុយបណ្ណាអ៊ីអើយសាំងក៏ថ្លៃអីថ្លៃបងប្អូនទាំងអស់គ្នានេះមើលទៅនំចុកអ៊ីលក់នៅខាងភ្នំពេញនេះនៅផ្លូវដូចជាផ្លូវ51មានតែខ្មែរយើងទេមានជនជាតិអីគាត់មកញ៉ាំដែរគឺគ្រប់ត្រូលដែរមកហូបខ្មែរយើងអញ្ចឹងរសជាតិឆ្ងាញ់តាម street food ហើយប៉ុន្តែតម្លៃធូរថ្លៃមែនទែនតែ 3,000 ហូបឆ្អែតលៀបលេបាទ នំបញ្ចុកខ្មែរយើងឆ្ងាញ់មែនទែនបងប្អូនអើយបែកញើសបែកអីអស់ហើយនេះហើយលពូជនជាតិមួយជនជាតិបារាំងនៅក្រោយខ្នងខ្ញុំនេះគាត់អង្គុយមើលខ្ញុំហូបពួកខ្ញុំហូបម្ទេសច្រើនគាត់មើលឈប់មើលខ្ញុំហើយដងភរិយារបស់គាត់អង្គុយញ៉ាំនំបញ្ចុកដែរតែអត់ធ្វើញ៉ាំម្ទេសច្រើនដូចខ្ញុំគាត់ញ៉ាំម្ទេសមួយពីរឯងហើយគាត់ឈប់មើលមកខ្ញុំគឺថារបៀបខ្ញុំហូបដូចឆ្ងាញ់អញ្ចឹងណាគាត់មើលគាត់អត់បានឃើញមកទុះក្រោយឡើងឃើញគាត់ទៅអង្គុយដែរអង្គុយញ៉ាំមួយប្រពន្ធរបស់គាត់ដែរគាត់ទៅអង្គុយហើយនេះគឺអត់ទ្រាំបានតែអញដាក់ដែរសិនហ្នឹងហើយវីដេអូនេះសូមផ្ដាំផ្ញើដល់បងប្អូនយើងទាំងអស់គ្នាគ្រប់ត្រូលម្ហូបខ្មែរជាពិសេសនំបញ្ចុកនេះតាក់សញ្ញាណជាតិខ្មែរយើងណាតម្លៃតែ 3,000 មួយផ្លូវចឹងហើយហូបទៅឆ្ងាញ់មានរសជាតិឆ្ងាញ់ហើយតម្លៃធូរថ្លៃណាស់បងប្អូនអភិរក្សម្ហូបខ្មែរយើងទាំងអស់គ្នាមានវីដេអូមានតែប៉ុណ្្នឹងនេះបាយអរគុណច្រើន